សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សារជាថ្មីម្ដងទៀតនៅថ្ងៃនេះផងដែរយើងមកតសាច់រឿង Naruto របស់យើងបន្តទៀតដែលកាលវគ្គមុនយើងបានឃើញលោកគ្រូ Kakashi នឹងបានទុក Naruto ចោលឲ្យនៅប្រទេសហើយគាត់ Sasuke Sakura ហើយនិង Tazuna នឹងបានធ្វើដំណើរត្រឡប់ទៅកាន់ការដ្ឋានស្ពានដែលកំពុងតែសាងសង់ចឹងណាអ្នកទាំងអស់គ្នានៅពេលដែលធ្វើដំណើរទៅដល់កន្លែងការដ្ឋានសាងសង់ស្ពានគាត់ក៏បានជួបជាមួយនឹង Sabusa ម្ដងទៀតក៏ប៉ុន្តែ Sabusa មកម្ដងនេះគឺមានដៃគូរបស់គាត់ Haku មកជាមួយចឹងចង់ដឹងថាសាច់រឿងបន្ទាប់ទៅជាយ៉ាងណាកុំភ្លេចចូលរួមទស្សនាជាមួយនឹង Admin ទាំងអស់គ្នា Standing by សាច់រឿងរបស់យើងក៏បានចាប់ផ្ដើមនៅផ្ទះ Tazuna យើងក៏បានឃើញកូនចៅរបស់ Geto ដែលមានឈ្មោះថា Sori ហើយនិង Waraji ហ្នឹងក៏បានធ្វើដំណើរមកដល់ផ្ទះ Tazuna ដើម្បីចាប់កូនរបស់គាត់ដែលមានឈ្មោះថា Tsunami ដើម្បីធ្វើជាចំណាប់ខ្មាំងហើយនៅពេលដែលកំពុងតែចាប់ខ្លួន Tsunami ហ្នឹង Inari ដែលជាកូនរបស់ Tsunami ហ្នឹងក៏បានចេញមកដល់ហើយនៅពេលហ្នឹងដែរពីរអ្នកដែលជាកូនចៅរបស់ Geto ហ្នឹងចង់ធ្វើការសម្លាប់ទៅលើ Inari តែម្ដងក៏ប៉ុន្តែត្រូវបាន Tsunami គំរាមថាបើសិនជាចង់សម្លាប់ Inari គាត់នឹងសម្លាប់ខ្លួនឯងដែរនៅពេលនោះដែរពួកពីរអ្នកហ្នឹងនឹងអត់មានចំណាប់ខ្មាំងទេនៅពេលដែលមិនអាចការពារមនុស្សលើខ្លួនស្រឡាញ់បាន Inari បានអង្គុយយំហើយបាននឹកកើតរលឹកដល់ពាក្យពេចន៍របស់ Naruto ហើយនិងលោកគ្រូ Kakashi ដែលបាននិយាយបញ្យល់ប្រាប់គេ Inari បានជួសទឹកភ្នែកចេញហើយបានប្រឈមមុខជាមួយនឹងភាពភ័យខ្លាចដើម្បីទៅជួយម្ដាយរបស់ពួកគេនៅពេលដែលកូនចៅរបស់ Geto ទាំងពីររៀបនឹងបញ្ចប់ជីវិត Inari ហើយ Naruto ក៏បានមកជួយទាន់ពេលវេលានៅពេលដែលឃើញអញ្ចឹងកូនចៅទាំងពីររបស់ Geto ក៏បានបើកការប្រយុទ្ធជាមួយនឹង Naruto ក៏ប៉ុន្តែគ្មានគីឡូជាមួយ Naruto ទេដោយសារតែ Naruto បានប្រើ Shadow Clone Jutsu ដាក់ពីអ្នកនឹងប៉ល់ដូចជាហឺតែម្ដងកាត់មកដល់កន្លែងការដ្ឋានស្ពាននេះវិញយើងក៏បានឃើញ Sasuke ជាមួយនឹង Haku បើកការប្រយុទ្ធជាមួយគ្នាដោយ Haku មកចង់សម្លាប់ Sasuke ក៏បានប្រាប់ Sasuke ឲ្យដកថយនៅពេលដែល Sasuke មិនព្រមដកថយ Haku ក៏បានប្រើក្បាច់មកចូលរាប់ពាន់របស់នាងចាក់សម្ដៅទៅលើ Sasuke តែម្ដងក៏ប៉ុន្តែដោយសារតែ Sasuke មានល្បឿនលឿនជាងអញ្ចឹងហើយ Sasuke ក៏បានគេចផុតមូលហេតុដែលពេលនេះយើងបានឃើញ Sasuke មានរំលាស់ទីលឿនជាងមុនដោយសារតែការពីវគ្គមុនហ្នឹងលោកគ្រូ Kakashi Sensei ហ្នឹងបានធ្វើការបង្ហាញ Sasuke ឲ្យរៀនចេះប្រើ Chakra គ្រប់គ្រង Chakra អញ្ចឹងណាទាំងអស់គ្នានៅពេលដែល Kakashi Sensei កំពុងតែសរសើរកូនសិស្សរបស់គាត់ Sabusa បានឲ្យ Haku ហ្នឹងប្រើនៅក្បាច់ technique ពិសេសរបស់គាត់គឺជាក្បាច់គ្រីស្តាល់កញ្ចក់តក Haku បានប្រើក្បាច់ពិសេសរបស់ខ្លួនគ្របទៅលើ Sasuke ជាតែម្ដងនៅពេលដែលលោកគ្រូ Kakashi ចង់ចូលទៅជួយ Sabusa ក៏បានចូលមកខាត់ទាន់ Haku បាននិយាយទៅកាន់ Sasuke ថាគាត់នឹងបង្ហាញអំពីល្បឿនពិតប្រាកដរបស់គាត់ហើយបន្ទាប់មកទៀតគាត់ក៏បានបើកការប្រយុទ្ធទៅលើ Sasuke តែម្ដងហើយនៅពេលហ្នឹងមកចូលតករាប់ពាន់ក៏បានចាក់ទៅលើស្បែក Sasuke ធ្វើឲ្យ Sasuke នឹងមានការឈឺចាប់ជាខ្លាំងចំណែក Sabusa វិញគាត់បានគម្រាមទៅកាន់ Kakashi ថាបើសិនជា Kakashi ហ៊ានធ្វើចលនាគាត់នឹងសម្លាប់ Sakura ហើយនិង Tazuna ចំណែក Sakura វិញបានព្យាយាមរើសគូណៃដែល Sasuke ធ្លាក់បោះទៅឲ្យ Sasuke វិញក៏ប៉ុន្តែត្រូវបាន Haku ចាប់ជាប់ចំណែក Haku វិញចង់ប្រើ technique ពិសេសរបស់នាងធ្វើបាបទៅលើ Sasuke បន្តទៀតក៏ប៉ុន្តែមានស្រមោលគូណៃជាច្រើនបានហោះមកត្រូវ Haku ដែលធ្វើឲ្យ Haku នឹងខ្ទាតចេញពីដុំគ្រីស្តាល់តកហើយអ្នកដែលប្រើគូណៃនេះគឺមានតែគេក្រៅពី Naruto អ្នកនរគ្នាទៅពេលដែល Naruto បានធ្វើដំណើរមកដល់ហ្នឹងគាត់ក៏បានប្រាប់ទៅកាន់ Sabusa ថាឲ្យ record ឈ្មោះរបស់គេហ្នឹងនៅក្នុងសៀវភៅ Bingo Book របស់ Sabusa ណាអ្នកនរគ្នានៅពេលដែល Naruto ព្យាយាមប្រើក្បាច់ Shadow Clone Jutsu របស់គេដើម្បីព្យាយាមចូលទៅជួយ Sasuke Sabusa ក៏បានប្រើអាវុធសម្ងាត់របស់គេកុបសម្ដៅមកលើ Naruto ក៏ប៉ុន្តែត្រូវបានរារាំងដោយ Haku ដោយសារតែ Haku ហ្នឹងមានចិត្តចង់ជួយទៅលើ Naruto អញ្ចឹងណាអ្នកនរគ្នាហើយដើម្បី Haku គាត់ក៏បានជួប Naruto ម្ដងដែរកាលពីវគ្គមុននៅពេលដែល Haku កំពុងតែចាប់អារម្មណ៍ជាមួយ Naruto Sasuke បានគប់គូណៃទៅលើ Haku នៅពេលហ្នឹងដែរធ្វើឲ្យ Haku បានចូលទៅក្នុងកញ្ចក់វាយប្រហារ Sasuke ជាថ្មីម្ដងទៀតហើយនៅពេលនោះផងដែរលោកគ្រូ Kakashi បានប្រាប់ទៅឲ្យ Sasuke ហើយ Naruto វាយប្រហារពីក្នុងនិងខាងក្រៅនៅពេលដែលវាយប្រហារចុះវាយប្រហារឡើង Naruto ក៏បានធ្លាក់ទៅចូលក្នុងដែនកញ្ចក់ Crystal ហ្នឹងជាមួយនឹង Sasuke តែម្ដងហើយនៅពេលដែលជាប់ហ្នឹង Sasuke គាត់បានប្រើក្បាច់ Fireball Jutsu របស់គាត់ដើម្បីបំបែកកញ្ចក់ Mirror ហ្នឹងក៏បំបែកមិនបានដែរមួយវិញទៀត Naruto បានប្រើក្បាច់ Shadow Clone Jutsu របស់គាត់ហ្នឹងដើម្បីបំបែកកញ្ចក់ហ្នឹងក៏មិនបានដូចគ្នាដែរចំណែកឯ Kakashi Sensei វិញគាត់បានបើក Sharingan របស់គាត់ម្ដងទៀតដើម្បីប្រយុទ្ធជាមួយនឹង Sabusa ហើយគាត់បាននិយាយទៅកាន់ Sabusa ថា Sabusa គឺជាមនុស្សដែលមានសំណាងដែលបានឃើញ Sharingan របស់ Kakashi ដល់តែ2ដងក៏ប៉ុន្តែនៅក្នុងការប្រយុទ្ធម្ដងនេះ Sabusa គាត់មិនបានបើកភ្នែករបស់គាត់នៅទេដោយសារតែគាត់ខ្លាច Kakashi នឹងប្រើ Genjutsu ដើម្បីអានចិត្តរបស់គាត់ម្ដងទៀតហើយនៅពេលដែលកំពុងតែប្រយុទ្ធនឹង Sabusa គាត់បានប្រើបច្ចេកទេសលាក់ខ្លួននៅក្នុងអាប់របស់គាត់ដើម្បីទៅវាយប្រហារ Sakura និង Tazuna ដែលជាហេតុធ្វើឲ្យ Kakashi Sensei ពិបាកទប់ទល់ជាមួយនឹង Sabusa ខ្លាំងមែនទែនហើយនៅពេលដែល Sabusa បានព្យាយាមទៅវាយប្រហារទៅលើ Sakura ហើយនិង Tazuna Kakashi ក៏បានចេញមកទៅរងជំនួសដែលធ្វើឲ្យគាត់ត្រូវរបួសតែម្ដងហើយ Sabusa គាត់ថែមទាំងនិយាយបញ្ឈឺទៅកាន់ Sasuke ថា Sasuke និង Naruto មិនអាចយកឈ្នះទៅលើ Haku បានទេដោយសារតែ Haku នឹងគាត់មានក្បាច់ technique ពិសេសដ៏ខ្លាំងរបស់គាត់ហ្នឹងណាទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ដោយ Kakashi Sensei នៅតែមានជំនឿជឿជាក់ទៅលើកូនសិស្សទាំងពីរនាក់របស់គាត់ហើយនៅពេលដែលកំពុងតែប្រយុទ្ធជាមួយនឹង Sabusa គាត់ក៏បានប្រាប់ Sakura ថាកុំឲ្យធ្វើចលនាឲ្យនៅមួយកន្លែងរហូតគាត់ក៏បានបន្តការប្រយុទ្ធជាមួយនឹង Sabusa បន្តទៀតនេះមកមើល Sasuke ហើយនិង Naruto វិញយើងឃើញថាពួកគេទាំងពីរនាក់កំពុងតែបន្តប្រយុទ្ធជាមួយនឹង Haku បន្តទៀតហើយ Naruto បានព្យាយាមប្រើ Shadow Clone ម្ដងហើយម្ដងទៀតដើម្បីវាយប្រហារទៅលើ Haku ក៏ប៉ុន្តែវាគ្មានប្រយោជន៍នោះទេ
នៅពេលដែលណារូតូព្យាយាមប្រើសដោក្លន់jutsuរបស់គេប្រយុទ្ធជាមួយនឹងហាគូ សាស៊ាកេបានព្យាយាមមើលការបម្លាស់ទីរបស់ហាគូ ហើយនៅទីបំផុតសាស៊ាកេក៏បានប្រើក្បាច់ Fireball jutsu ពិសេសរបស់គេបន្តទៀតក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីទៅលើហាគូបានប្រើមជុលជាច្រើនចាក់សម្ដៅទៅលើណារូតូនិងសាស៊ាកេហើយនៅពេលដែលណារូតូដួលសន្លប់សាស៊ាកេក៏បានទៅជួយណារូតូផងដែរហើយយើងក៏បានឃើញសាស៊ាកេបើកសារ៉េនកាន់ជាលើកដំបូងផងដែរក៏ប៉ុន្តែនៅក្នុងភ្នែកស្ដាំរបស់គាត់សារ៉េនកាន់របស់គាត់បានកើនឡើងមួយកាំទៀតចំណែកហាគូវិញនៅពេលដែលឃើញសាស៊ាកេបើកសារ៉េនកាន់អញ្ចឹងក៏បានផ្លាស់ប្ដូរការវាយប្រហារទៅលើណារូតូដែលកំពុងតែសន្លប់វិញម្ដងចំណែកឯសាស៊ាកេវិញក៏បានទៅពាំងអាវុធសម្ងាត់ជំនួសណារូតូដែលធ្វើឲ្យសាស៊ាកេត្រូវរបួសជាខ្លាំងនៅពេលដែលណារូតូបានភ្ញាក់ពីការសន្លប់គាត់ក៏បានឃើញហាគូដួលនៅនឹងកន្លែងចំណែកឯសាស៊ាកេវិញក៏បានត្រូវរបួសយ៉ាងធ្ងន់ធ្ងរនៅពេលនឹងដែរសាស៊ាកេគាត់ក៏បាននិយាយទៅកាន់ណារូតូថាឯងពិតជាល្ងងមែនណារូតូក៏បាននិយាយទៅកាន់សាស៊ាកេថាហេតុអ្វីបានជាឯងមកការពារខ្ញុំចំណែកឯសាស៊ាកេវិញក៏បាននិយាយថាខ្ញុំមិនដឹងទេរាងកាយរបស់ខ្ញុំគ្រាន់តែធ្វើបំលាស់ទីតែប៉ុណ្ណោះណារូតូក៏បាននិយាយទៅកាន់សាស៊ាកេវិញថាខ្ញុំមិនបានឲ្យឯងមកជួយខ្ញុំនោះទេចំណែកសាស៊ាកេវិញគាត់និយាយថាខ្ញុំស្អប់ឯងខ្លាំងណាស់ឯងពិតជាល្ងងខ្លាំងណាស់ហើយសាស៊ាកេក៏បានដួលសន្លប់តែម្ដងចំណែកហាគូវិញបានសួរទៅកាន់ណារូតូថាតើនេះជាការលះបង់ជីវិតរបស់មិត្តរួមក្រុមឯងជាលើកដំបូងមែនទេជីវិតរបស់ Shinobi គឺបែបនេះគាត់គឺជា Shinobi ដែលគួរឲ្យគោរពណារូតូដោយសារតែគាត់ស្មានតែសាស៊ាកេស្លាប់ចឹងទៅកំហឹងណាញ់ថែនៅក្នុងខ្លួនរបស់ណារូតូក៏បានផុសចេញឡើងមកដែលធ្វើឲ្យហាគូនឹកស្មានមិនដល់ដោយសារតែចំហាយឆាកូរ៉ារបស់ណាញ់ថែហ្នឹងគឺវាខ្លាំងមែនទែនចំណែកគ្រូកាកាស៊ីវិញនៅពេលដែលឃើញអញ្ចឹងគាត់ស្មានតែសាប៊ូសាហ្នឹងធ្វើអីចឹងណាទាំងអស់គ្នាក៏ប៉ុន្តែកាកាស៊ីគាត់បានដឹងច្បាស់ដោយសារតែកាលពីក្មេងហ្នឹងគាត់បានជួបជាមួយនឹងណាញ់ថែដែលបានមកអុកលុកភូមិរបស់គាត់ចឹងទៅគាត់សន្មតថាអាសៀលដែលបានគ្រប់គ្រងណាញ់ថែនៅក្នុងខ្លួនណារូតូហ្នឹងបានខូចដែលធ្វើឲ្យកំហឹងរបស់ណាញ់ថែដែលនៅក្នុងខ្លួនណារូតូហ្នឹងបានចេញមកក្រៅចំណែកឯសាវសាវិញនៅពេលដែលគាត់ឃើញកម្លាំងចក្រាខ្លាំងចឹងគាត់ក៏មានការឆ្ងល់ផងដែរដោយសារតែកម្លាំងចក្រារបស់ណាញ់ថែខ្លាំងពេកហាគូមិនអាចទប់ទល់ឈ្នះនោះទេហើយដូច្នេះហើយទើបធ្វើឲ្យ Technic Crystal Eye Mirror របស់គាត់ហ្នឹងបានប្រេះបែកខ្ទេចអស់តែម្ដងហើយចំហាយចក្រាណាញ់ថែដែលនៅក្នុងខ្លួនរបស់ណារូតូហ្នឹងបានព្យាបាលរបួសណារូតូបានយ៉ាងឆាប់រហ័សហើយពេលហ្នឹងផងដែរណារូតូដែលពោពេញដោយចំហាយណាញ់ថែកន្ទុយ9គាត់បានចង់ទៅសម្លាប់ហាគូក៏ប៉ុន្តែនៅពេលដែលហាគូបានបែកបាក់របាំងមុខរបស់គាត់ណារូតូក៏បានស្គាល់ថាគាត់នឹងធ្លាប់បានជួបហាគូពីមុននៅពេលដែលឃើញណារូតូឈប់ចឹងហាគូក៏បានប្រាប់ណារូតូថាឲ្យសម្លាប់ខ្លួនមកដោយសារតែហាគូនឹងបានសម្លាប់ទៅលើមិត្តភក្តិរបស់គេនៅពេលដែលហាគូនិយាយអញ្ចឹងណារូតូក៏បានស្ទុះទៅដាក់ហាគូមេដៃតែម្ដងក៏លេចមកមើលការប្រយុទ្ធគ្នារវាងសាប៊ូសានិងកាកាស៊ីវិញគឺនៅតែបន្តហើយយើងសង្កេតឃើញថាសាប៊ូសាគាត់បានប្រើTechnicលាក់ខ្លួននៅក្នុងអាប់របស់គាត់ដើម្បីធ្វើការវាយប្រហារទៅលើកាកាស៊ីផងដែរទោះបីជាកាកាស៊ីនៅទីកន្លែងណាឬកំពុងធ្វើអ្វីក៏សាប៊ូសាអាចមើលឃើញកាកាស៊ីផងដែរដោយសារតែគាត់មានបច្ចេកទេសលាក់ខ្លួននៅក្នុងអាប់ទោះបីជាកាកាស៊ីសិនសេមិនអាចស្ដាប់ឮឬក៏មិនអាចមើលឃើញទៅត្រូវបានក៏ប៉ុន្តែដោយសារតែភាពឆ្លាតវៃរបស់គាត់ក៏បានប្រើក្បាច់ Summoning Jutsu ឆ្កែទាំង8របស់គាត់ចេញមកតែម្ដងនៅទីបំផុតឆ្កែនិនចាទាំង8របស់កាកាស៊ីក៏បានតាមរកក្លិនរបស់កាកាស៊ីដែលជាប់នៅនឹងដាវរបស់សាប៊ូសាឃើញហើយមូលហេតុដែលកាកាស៊ីអាចស្វែងរកឃើញនោះគឺនៅពេលដែលប្រយុទ្ធជាមួយនឹងសាប៊ូសាហ្នឹងគាត់មានចេតនាធ្វើឲ្យសាប៊ូសាហ្នឹងកាប់ត្រូវឲ្យរបួសចឹងណាបងប្អូនគាត់បាននិយាយទៅកាន់សាប៊ូសាថាប្រសិនបើឯងមិនអាចប្រើភ្នែកសម្រាប់មើលនឹងជាសម្រាប់ស្ដាប់ឯងគួរតែប្រើច្រមុះសម្រាប់ហិតក្លិនហើយគាត់បាននិយាយតាក់ទងទៅនឹងអតីតកាលរបស់សាប៊ូសាកាលពីសាប៊ូសានៅជា Shinobi ប្រចាំពលិរបស់គាត់បានធ្វើឃាតមីស៊ូកាកេហើយមានបំណងចង់ធ្វើរដ្ឋប្រហារក៏ប៉ុន្តែដោយសារតែការធ្វើរដ្ឋប្រហាររបស់គាត់មិនទទួលបានជោគជ័យគាត់ត្រូវបង្ខំចិត្តគេចខ្លួនពីវេលារបស់គាត់ហើយខ្លាចខ្លួនជាអក្រិតជននឹងត្រូវបានគេតាមប្រមាញ់គាត់ក៏បាននិយាយបន្តទៅកាន់សាប៊ូសាថាឯងគឺជាមនុស្សដែលគ្រោះថ្នាក់ពេកហើយតាស៊ូណាបរិសុទ្ធឯងចង់ធ្វើឃាតគាត់គឺជានិមិត្តរូបតំណាងឲ្យទឹកដីនៅពេលដែលនិយាយចប់កាកាស៊ីគាត់ក៏បានប្រើក្បាច់ពិសេសរបស់គាត់ Lightning Style ដែលមានឈ្មោះថា Chidori ហើយសាប៊ូសានៅពេលដែលគាត់ឃើញអញ្ចឹងគឺគាត់ភ្លឺភ្នែកតែម្ដងដោយសារតែនេះគឺជាក្បាច់ថ្មីដែលកាកាស៊ីបង្កើតឡើងដោយខ្លួនឯងផ្ទាល់ហើយគាត់បានប្រាប់ទៅកាន់សាប៊ូសាថាឲ្យសុំចុះចាញ់ទៅបើមិនចង់ស្លាប់ដោយសារតែសាប៊ូសាមិនព្រមចុះចាញ់កាកាស៊ីក៏បានប្រើក្បាច់ Chidori របស់គាត់ដើម្បីវាយប្រហារទៅលើសាប៊ូសា The end. នៅពេលដែលកាកាស៊ីរៀបនឹងសម្លាប់សាប៊ូសាហើយហាគូបានលះបង់ជីវិតដើម្បីការពារសាប៊ូសាក៏បានព្យាយាមវាយប្រហារទៅលើកាកាស៊ីហើយនឹងហាគូក៏ប៉ុន្តែត្រូវបានកាស៊ី teleport ទាន់ពេលវេលាម្ដងនេះយើងក៏បានឃើញសាប៊ូសាធ្វើការប្រយុទ្ធជាមួយនឹងកាកាស៊ីម្ដងទៀតក៏ប៉ុន្តែលើកនេះមិនមែនជាដៃគូរបស់កាកាស៊ីទេកាកាស៊ីគាត់អាច counter ទៅលើការវាយនឹង Technic របស់សាប៊ូសាបានគ្រប់ទាំងអស់ហើយគាត់ក៏បាននិយាយទៅកាន់សាប៊ូសាថាឯងនៅតែមិនទាន់យល់ថាអ្វីដែលជាកម្លាំងពិតប្រាកដនៅពេលដែលរៀបបញ្ចប់ជីវិតសាប៊ូសាគាត់ក៏បាននិយាយលាសាប៊ូសាជាលើកចុងក្រោយផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដែរក៏សាប៊ូសានៅតែបន្តតស៊ូប្រយុទ្ធជាមួយនឹងកាកាស៊ីរហូតដល់ទីបញ្ចប់ហើយទោះបីជាដៃរបស់គេទាំងពីរមិនអាចដំណើរការបានក៏ដោយដែរនៅពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នាយើងក៏បានឃើញកេតូនិងក្រុមរបស់គេជាច្រើនបានមកដល់ការដ្ឋានស្ពានដែលកំពុងតែសាងសង់នឹងផងដែរ
ហើយមូលហេតុដែលកេតូធ្វើដំណើរមកដល់កន្លែងស្ពានហ្នឹងគឺដើម្បីសម្លាប់សាប៊ូសាកេតូបាននិយាយទៅកាន់សាប៊ូសាថាគាត់មានគម្រោងក្បត់ទៅលើសាប៊ូសាតាំងពីដំបូងមកម្ល៉េះព្រោះការជួសសាប៊ូសាឲ្យមកធ្វើការគឺគាត់ត្រូវចំណាយប្រាក់អស់ច្រើនខ្លាំងមែនទែនសាប៊ូសាក៏បាននិយាយទៅកាន់កាកាស៊ីថាការប្រយុទ្ធរបស់ពួកគេទាំងពីរគឺត្រូវបានបញ្ចប់ហើយវាគ្មានហេតុផលអ្វីដែលពួកគេត្រូវប្រយុទ្ធគ្នាបន្តទៀតនោះទេហើយកាកាស៊ីគាត់ក៏បាននិយាយទៅកាន់សាប៊ូសាវិញថាឯងនិយាយត្រូវហើយចំណែកណារូតូវិញចង់បើកការវាយប្រហារទៅលើកេតូនិងក្រុមរបស់កេតូដោយសារតែឃើញកេតូនឹងប្រមាថទៅលើសាកសពរបស់ហាគូហើយគាត់ក៏បាននិយាយទៅកាន់សាប៊ូសាថាឯងមិនមានការជឿចាប់អ្វីទេនៅពេលដែលឃើញគេធ្វើបាបហាគូអញ្ចឹងសាប៊ូសាបានប្រាប់ទៅកាន់ណារូតូថាគាត់គ្រាន់តែប្រើហាគូដូចជាកេតូបានប្រើប្រាស់គាត់តែប៉ុណ្ណោះហើយជីវិតសាណូប៊ីគឺប្រៀបដូចជាឧបករណ៍អញ្ចឹងសាប៊ូសាក៏បានបន្តនិយាយថាគាត់គ្មានការសោកស្ដាយក្នុងការបាត់បង់ជីវិតរបស់ហាគូនោះទេដោយសារជីវិតរបស់ហាគូគ្មានតម្លៃសម្រាប់គាត់នោះទេអ្វីដែលគាត់ចង់បានហាគូគឺដើម្បីបម្រើផលប្រយោជន៍របស់គាត់តែប៉ុណ្ណោះទឹកភ្នែករបស់សាប៊ូសាបានស្រក់មកដល់ដីនៅពេលដែលណារូតូបាននិយាយប៉ះពាល់ផ្លូវចិត្តរបស់គាត់ហើយគាត់ក៏បានពឹងឲ្យណារូតូយកគូណៃមកឲ្យគាត់ទោះបីជាដៃទាំងពីររបស់គាត់មិនអាចកាន់គូណៃបានក៏ប៉ុន្តែគាត់បានស្រែកមាសរបស់គាត់ហើយបានខាំគូណៃចូលក្នុងមាត់របស់គាត់ដើម្បីចូលទៅប្រយុទ្ធជាមួយក្រុមកាតូនៅទីបំផុតគាត់បានសម្លាប់កាតូសងសឹកឲ្យហាគូបានសម្រេចចំណែកក្រុមអក្រិតជនដែលកេតូជួលមកហ្នឹងដោយសារតែកេតូស្លាប់បាត់ចឹងទៅអត់មានណាគេឲ្យប្រាក់រង្វាន់ពួកវាចឹងទៅពួកវាក៏បានបែកគំនិតចង់ចេញទៅប្លន់អ្នកភូមិដែលនៅក្នុងដែនដីម្ដុំហ្នឹងចឹងណាទាំងអស់គ្នាចំណែកឯណារូតូវិញនៅពេលដែលឃើញក្រុមអក្រិតជនហ្នឹងចង់ចូលទៅប្លន់អ្នកភូមិចឹងគាត់ក៏បានឲ្យកាកាស៊ីប្រើចិត្តស៊ូរបស់គាត់ដើម្បីសម្លាប់ទៅលើក្រុមអក្រិតជនហ្នឹងក៏ប៉ុន្តែដោយសារតែកាកាស៊ីគាត់បានប្រើឆាក្រារបស់គាត់អស់ច្រើនពេកចឹងទៅគាត់អត់អាចប្រើចិត្តស៊ូរបស់គាត់បន្តទៀតបានទេនៅក្នុងស្ថានភាពបែបហ្នឹងយើងក៏បានឃើញអ៊ីណារីហើយនិងម្ដាយរបស់គេបាននាំអ្នកភូមិដែលរស់នៅម្ដុំហ្នឹងមកកាន់ការដ្ឋានស្ពានដើម្បីធ្វើការប្រយុទ្ធជាមួយនឹងក្រុមអក្រិតជននឹងផងដែរហើយយើងក៏បានឃើញណារូតូប្រើក្បាច់សដោក្លូនចិត្តស៊ូរបស់គេដើម្បីធ្វើការការពារអ្នកភូមិពីសំណាក់ក្រុមអក្រិតជននឹងផងដែរចំណែកឯលោកគ្រូកាកាស៊ីសេនសេវិញទោះបីជាចក្ររបស់គាត់ចុកសោយ៉ាងណាក៏ដោយក៏គាត់អាចប្រើក្បាច់សដោក្លូនចិត្តស៊ូរបស់គាត់ដើម្បីធ្វើការបោកបញ្ឆោតទៅលើក្រុមអក្រិតជននឹងបានផងដែរហើយក្រុមអក្រិតជននឹងនៅពេលដែលវាឃើញសដោក្លូនរបស់ណារូតូនិងកាកាស៊ីច្រើនអញ្ចឹងពួកវាក៏បានផ្អើលរត់ចុះទូអស់លលីងតែម្ដងនៅពេលដែលសភាពការនៅលើស្ពានប្រែជាស្ងប់ស្ងាត់ហើយសាប៊ូសាគាត់បានពឹងកាកាស៊ីឲ្យលើករាងកាយរបស់គាត់ទៅដាក់ចិត្តសាកសពរបស់ហាគូដោយសារតែគាត់ចង់ឃើញមុខហាគូជាលើកចុងក្រោយកាកាស៊ីគាត់ក៏បានយល់ព្រមតាមសំណើរបស់គាត់ហើយគាត់ក៏បានបិទភ្នែកសារិនកាន់របស់គាត់ទុកវិញនៅជីវិតចុងក្រោយរបស់សាប៊ូសាគាត់បាននិយាយទៅកាន់ហាគូថាហាគូតើអ្នកកំពុងតែយំមែនទេទោះជាយ៉ាងណាក៏ដោយអ្នកតែងតែនៅក្បែរខ្ញុំជានិច្ចបើសិនជាអាចខ្ញុំចង់ទៅកន្លែងដែលមានអ្នកហើយនៅទីបំផុតយើងក៏បានឃើញក្រុមទី7បានយកសពរបស់សាប៊ូសានិងហាគូទៅបញ្ចុះនៅលើភ្នំមួយហើយយើងក៏បានឃើញថាសាស៊ូកេគឺមិនទាន់ស្លាប់នោះទេហើយនៅពេលនេះសាស៊ូកេគឺអាចដើរបានធម្មតាហើយនៅដែនដីរលកនៅពេលនេះពួកគេរស់នៅដោយពោរពេញទៅដោយសន្តិភាពនិងសេរីភាពគ្មានការគៀបសង្កត់ពីអ្នកណាទាំងអស់ពួកគេក៏បានធ្វើការអរគុណទៅកាន់ក្រុមទី7ផងដែរហើយនៅពេលនេះដែរក្រុមទី7គឺត្រូវបានបញ្ចប់បេសកកម្មរបស់ពួកគេហើយពួកគេក៏បានវិលត្រឡប់ទៅកាន់ភូមិរបស់ពួកគេវិញចឹងការសម្រាយរឿងរបស់ admin នៅថ្ងៃនេះគឺមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេចចុច Subscribe និង Like ឲ្យ admin ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើបន្តទៀតអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ